ថ្ងៃនេះខ្ញុំចង់រំលែករបៀបដុតមាន់យ៉ាងណាឲ្យមាន់របស់យើងមានពណ៌ក្រហមស្អាតឈ្ងុយរសជាតិឆ្ងាញ់មិនខ្សោះហើយមាន់របស់យើងឡើងមានជាតិសំណើមមានជាតិជូរស៊ីញ៉ាំជាមួយនឹងបាយហើយបានយកមកជ្រលក់ជាមួយនឹងទឹកថៃកោះកុងបែបជូរហល់បែបហ្នឹងទៀតកាន់តែជាតិហ្មងហើយចំណែកឯបន្លែវិញអ្នកគ្នាដាក់តាមចំណង់ចិត្តអាចថែមដុតជាមួយនឹងស្ពៃក្តៅក៏បានទៅយងចេកឬក៏ស្ពៃបកគោក៏បានដែរហើយមាន់កកនេះគឺទុកចោលក្នុងទូជិតកន្លះខែអញ្ចឹងឯហ្នឹងក៏យកមកដុតជាមួយនឹងស្ពៃក្តៅទៅបានមាន់ស្រាចេះទៀតឆ្ងាញ់ហ្មងអ្នកតគ្នាបានដុតហើយគ្រឿងសម្រាប់ដុតហ្នឹងគឺមានកុលខេមទេស្លឹកក្រូចអីហ្នឹងមកហើយបានបុកខ្ទឹមសជាមួយនឹងម្ទេសដើម្បីទុកប្រឡាក់ជាមួយនឹងមាន់របស់យើងអញ្ចឹងណាហើយដាក់ប្រេងខ្យង3ស្លាបព្រាប៊ីចេងកាឡាបាល់វាមួយកញ្ចប់ស្ករស1ស្លាបព្រាទឹកស៊ីអ៊ូវខ្មៅ1ស្លាបព្រាប្រេងឆាកាឡាម្សៅម្ទេសការ៉េកន្លះស្លាបព្រាទឹកត្រីបុក1ស្លាបព្រាជាមួយនឹងខ្ទឹមសមួយម្ទេសដែលយើងបានបុកនឹងចូលមកនៅគ្នាហើយយើងច្របល់គ្រឿងនឹងឲ្យចូលគ្នាបានហើយចាំយើងដាក់មាន់របស់យើងចូលយើងប្រឡាក់យើងច្របល់វាទៅវិញទៅមកហើយយើងម៉ាស្សាមាន់យើងឲ្យបានចូលជាតិមកហើយយើងបន្ថែមជាមួយនឹងកុលខេស្លឹកក្រូចជាមួយនឹងម្ទេសដាក់ចូលទៅក្នុងមាន់ដើម្បីឲ្យមាន់របស់យើងនៅខាងក្នុងនឹងវាឈ្ងុយល្អអញ្ចឹងណាហើយដាក់ប្រេងឆាដាក់គ្រឿងកុលខេស្លឹកក្រូចម្ទេសខ្ទឹមសចូលមកយើងលីងឲ្យឈ្ងុយហើយចាំដាក់មាន់របស់យើងដាក់ដុតមកនៅដល់គ្នាហើយយើងដុតអញ្ចឹងមកអូយគ្រឿងខើរបស់យើងខាងក្រោមហ្នឹងឡើងឈ្ងុយហ្មងហើយការដុតរបស់យើងហ្នឹងគឺដុតរយៈពេល40នាទី10នាទីយើងប្រែម្ដងអញ្ចឹងមានន័យថាយើងប្រែតែ4ដងមាន់របស់យើងឆ្អិនហើយយើងទុកមាន់របស់យើងចោលសិនទៅយើងមកធ្វើជាមួយនឹងទឹកជ្រលក់ម្ដងអ្នកឯការធ្វើទឹកជ្រលក់ថ្ងៃហ្នឹងគឺខុសពីរាល់ដងដាក់ក្រូចឆ្មាជាមួយនឹងប៊ីចេងកូរវាឡើងពណ៌រាងសដល់កូរហើយបានយើងបន្ថែមជាមួយនឹងអំបិលស្ករសហើយមានខ្ទឹមសជាមួយនឹងម្ទេសដែលយើងបានហាន់ហ្នឹងចាក់ចូលដែរមកដល់គ្នាហើយមានក្រូចចំណិតអីដែរអញ្ចឹងយកម៉ូតឲ្យវាស្អាតយើងដាក់ទឹកចូលចំនួន2វ៉ៃហើយយើងកូរមកដល់គ្នាហើយភ្លក់ទៅតាមចំណង់ចិត្តទៅមាន់របស់យើងឆ្អិនបាន80%ហើយគឺខ្ញុំដាក់ជាមួយនឹងស្ពៃក្តៅផ្ទុកដុតវាប្រហែលជាខ្ទង់10នាទីទៀតគឺមាន់របស់យើងក៏បានឆ្អិនស្ពៃក្តៅរបស់យើងក៏បានឆ្អិនដែរញ៉ាំចូលគ្នាគឺឆ្ងាញ់មែនតើហើយមាន់ដុតសាហ្នឹងដែរគឺខ្ញុំដុតបានល្អមែនតើហ្មងទាំងពណ៌ទាំងរសជាតិទាំងមានជាតិសំណើមជាតិជូរស៊ីហ្មងដែលញ៉ាំទៅគឺឆ្ងាញ់មែនតើហ្មងអ្នកទាំងគ្នាមាន់របស់យើងឡើងក្រហមស្អាតលឿងល្អមែនតើហ្មងហើយបើថាស្ពៃក្តៅហ្នឹងក៏មិនណយដែរអ្នកគ្នាជ្រលក់ជាមួយនឹងទឹកថៃរបស់យើងទៅឡើងមានជាតិហ្មងហើយមាន់របស់យើងពេលដែលហែកទៅគឺនៅមានជាតិទឹកបែបហ្នឹងអ្នកគ្នាហើយមាន់របស់យើងឡើងក្រហមលឿងល្អមែនតើជ្រលក់ជាមួយនឹងទឹកថៃបែបជូរហល់អញ្ចេះទៀតអូជាតិខ្លាំងហ្មងនិយាយមែនជាតិសាហាវចឹងបើសិនជាបងប្អូនមានមាន់សែដូចខ្ញុំចេះអូយកមកដុតគឺឆ្ងាញ់មែនតើហ្មងនិយាយទៅបើថាអត់មានមាន់ស្រែធំមាន់បិសាសឬក៏មាន់អីហ្នឹងក៏ដុតឆ្ងាញ់ដែរសំខាន់យើងដុតកុំឲ្យវាឆ្អិនពេកកុំឲ្យវាខ្សោះអញ្ចឹងណាហើយយើងលាយទឹកជ្រក់ត្រូវទៀតអូគឺជាតិគេទៅគឺឆ្ងាញ់មែនតើមិនថាបន្លែមិនថាសាច់ទេហើយញ៉ាំឲ្យបានច្រើនមកបើថាបានមានកូនតូចអីគឺចូលចិត្តញ៉ាំមកមុខនេះអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អីអាចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីមានកម្លាំងផលិតវីដេអូតទៀតអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ